សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការទទួលនិងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរនិងខ្លែងសេរីក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរនិងខ្លែងសេរីលើកទី2ខេត្តសៀមរាបឆ្នាំ2026រដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអង្គញាលោកស្រីអ្នកនាងកញ្ញានិងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាដើម្បីចូលរួមអបអរសាទរនៅព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរនិងខ្លែងសេរីលើកទី2ខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំពិធីប្រកួតបង្ហើរខ្លែងឯកខ្មែរនិងខ្លែងសេរីនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យចាប់ពីថ្ងៃ4កើតដល់ថ្ងៃ6កើតខែផលគុណឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ដល់ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ខាងមុខគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌អរិយធម៌និងកម្មវិធីពិព័រណ៍ផលិតផលនៅក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយការសម្ដែងល្ខោនបាសាក់ល្ខោននិយាយការប្រគំតន្ត្រីបុរាណនិងសម័យនាពេលរាត្រីក៏ដូចជាការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឲ្យកាន់តែបានច្រើនកកជាមួយគ្នានេះចំពោះសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអង្គញាលោកស្រីអ្នកនាងកញ្ញានិងបងប្អូនប្រជាពលរដ្ឋដែលមានបំណងយកខ្លែងឯកខ្មែរឬខ្លែងសេរីមកចូលរួមប្រកួតបង្ហើរសូមមេត្តាអញ្ជើញមកទទួលពាក្យនិងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រងនិងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោងធ្វើការរហូតដល់ថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ឈប់ទទួលពាក្យសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងលោកព្រំខេមរាទូរស័ព្ទលេខ012 608 608ឬលោកយិនដាវ័នទូរស័ព្ទលេខ017 385 566មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តលោកឡាឧត្តមទូរស័ព្ទលេខ012 446 212ឬលោកស្រីរុនសិលាពេជ្រទូរស័ព្ទលេខ012 775 979រដ្ឋបាលខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាបមានក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអង្គញាលោកស្រីអ្នកនាងកញ្ញានិងបងប្អូនប្រជាពលរដ្ឋទាំងអស់យាងនឹងអញ្ជើញចូលរួមទស្សនាកម្សាន្តដោយសប្បាយរីករាយឲ្យបានអធិកអធមក៏ដូចជាការចូលរួមថែរក្សាមរតកដូនតាលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិយើងឲ្យបានថ្កុំថ្កើងគង់វង្សនិងឋិតថេរយូរអង្វែងតរៀងទៅអភិបាលខេត្តហត្ថលេខានិងត្រាប្រាក់សោភ័ណ្ឌ